ស្វាគមន៍មកកាន់វីដេអូខ្លីៗស្ដីពីគុណដូចល្អវីដេអូនេះផងដែរខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀប download កម្មវិធីឬ game ពី Play Store ដែលគិតលុយបានដោយ free បាទកម្មវិធីដែលអាច download កម្មវិធីពី Play Store បានដោយ free គឺមាន2បាទគឺកម្មវិធី Play Store Free Store និងកម្មវិធី All Downloader បាទតែយើង download កម្មវិធីទាំងពីរនេះបាននៅក្នុង blogspot របស់ខ្ញុំដែលខ្ញុំបានបង្ហោះទៅបាទខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីកម្មវិធីដែល Play Store គិតលុយកម្មវិធីដែល Play Store គិតលុយគឺមានច្រើនប៉ុន្តែខ្ញុំបង្ហាញអ្នកទាំងអស់គ្នាតែមួយទេគឺមានឈ្មោះថា Power Amp បាទកម្មវិធី Power Amp នេះវាគិតលុយពីយើងដល់តែ $3.99 បាទបើយើងមានកម្មវិធី Free Store នោះហើយយើងមិនចាំបាច់មាន Mr. Card ឬ Card ATM ដើម្បី download កម្មវិធីពី Play Store ដែលគិតលុយនោះទេហើយខ្ញុំសូមបញ្ជាក់ថាកម្មវិធី Power Amp នេះគឺជាកម្មវិធីដ៏ល្អមួយដែលកម្មវិធីផ្សេងមិនអាចធ្វើបានដូចវាគឺវាអាចកែសម្រួលចម្រៀងឲ្យពីរោះបានយើងចូលទៅ download កម្មវិធីទាំងពីរនេះទាំងអស់គ្នាដែលកម្មវិធីនេះខ្ញុំបានបង្ហោះចូលក្នុង blogspot របស់ខ្ញុំយើងត្រូវប្រើកម្មវិធីអ៊ីនធឺណិតដើមរបស់ទូរស័ព្ទដើម្បីយកទៅ download បាទយើងមិនអាចយកកម្មវិធីដែល download ដូចជាកម្មវិធី Opera ដើម្បី download កម្មវិធីនេះបានទេអញ្ចឹងយើងចូលទៅ download ទាំងអស់គ្នាsearch blogspot របស់ខ្ញុំដែលមានឈ្មោះថា tunali.blogspot.com មកយើង search ខនតិចបាទបន្ទាប់យើង search ក្រោយពីយើងបាន search វានឹងចេញទម្រង់បែបនេះយើងអូសទៅក្រោមបាទអូសទៅក្រោម click លើពាក្យថា view a version បាទហ្នឹង view a version បាទខ្ញុំសូមស្រូបវាបន្តិចនេះកម្មវិធី Free Store ដែលខ្ញុំបានបង្ហោះចូលក្នុង blogspot របស់ខ្ញុំ បានបង្ហោះចូលហើយខ្ញុំដាក់ពាក្យថាចុច link ខាងក្រោមនេះដើម្បីទាញយកកម្មវិធី Free Store បាទចុច link ខាងក្រោមហ្នឹងមកក្រោយពីយើងបានចុចនៅ link ខាងក្រោមនេះដែលខ្ញុំបានដាក់នេះវានឹងរត់ទៅឲ្យយើង download បានខ្ញុំសូមបញ្ជាក់ថាកម្មវិធី Free Store នេះបើអ្នកទាំងអស់គ្នា download ពីប្រភពផ្សេងមិនដូចជាការបង្ហាញរបស់ខ្ញុំនេះទេបាទបន្ទាប់ពីយើងបានចូល click លើពាក្យ link ដែលខ្ញុំបានដាក់នោះហើយវានឹងចេញឲ្យយើង download បាទនេះយើង click លើពាក្យ download ដែលមានប្រអប់ខៀវហើយមានព្រួយនិមិត្តសញ្ញា download និងមានពាក្យ download យើង click លើវាមកខ្ញុំសូមបញ្ជាក់ថាការ download កម្មវិធី Free Store នេះវាមានច្រើនដំណាក់កាលបាទបន្ទាប់ពីយើង click លើពាក្យ download ហើយយើង click លើពាក្យ next ប
វានឹងឲ្យយើងចុចនិចម្ដងទៀតបាទយើងចុចនិចម្ដងទៀតមកសុំត្រឹមពាក្យលើកលែងទុំព្រមសន់ដុំឈប់ស្អប់រឿងបងតើធ្វើបានទេស្នេហ៍ស្នប់បងសុំប៉ុនបន្ទាប់ពីបានចុចនិចហើយវានឹងចេញទម្រង់បែបនេះនៅក្នុងប្រអប់ខៀវគឺមានពាក្យថា click here to download បាទយើងคลิกលើពាក្យនឹងមកគឺមានពាក្យថា click here to download លើកមកវានឹង download បាទដោយសារតែខ្ញុំមាន browser ច្រើនក្នុងការ download ប៉ុន្តែបើអ្នកទាំងអស់គ្នាមាន browser តែមួយទេអ្នកទាំងអស់គ្នាគ្រាន់តែ click លើពាក្យ click here to download វានឹង download ឲ្យស្វ័យប្រវត្តិបាទហើយវាខ្ញុំសូម click លើម្ដងទៀតបាទនេះវា download ហើយទុកឱកាសបងក្លាបានទេឲ្យបងបានកែប្រែជាថ្មីព្រោះជាត្រូវឲ្យបងចាំវាបន្តិចដោយសារអ៊ីនធឺណិតវាដើរយឺតបន្តិចបាទមកសុំត្រឹមពាក្យលើកលែងទុំព្រមសន់ដុំឈប់ស្អប់រឿងបងតើធ្វើបានទេស្នេហ៍ស្នប់បងសុំប៉ុននឹងកាលក្រៀមមុនអូនឈឺចាប់ពេកស្រង់ទឹកភ្នែកស្ទើររៀងរាល់ថ្ងៃបាទសូមរងចាំវាបន្តិចមិនប្រនេះអូទើបតែដល់ពេលបើអង្គចិត្តហងបែកគិតអមិតចិត្តស្ងួនវិលវិញមកណានឹមនួនមកសូមធ្នមបីបាទក្រោយពីយើងបាន download វាហើយយើង click លើវាដើម្បី install បាទ install មកបាទវារត់ឲ្យយើង install ហើយបាទយើង click លើពាក្យ install សូមរងចាំបន្តិចវាកំពុង install ហើយបាទក្រោយពីយើងបាន install បានហើយក្រោយពីយើងបាន install ហើយយើង click open ដើម្បីបើកកម្មវិធីនេះក្រោយពីយើងបានបើកនៅកម្មវិធីនេះហើយវានឹង load កម្មវិធី Free Store ឲ្យយើង install តែម្ដងបាទសូមរងចាំបន្តិចវាកំពុងដើរហើយបានហូបទេអត់ទេចាំតិចទៀតបាទដោយសារតែខ្ញុំបាន download វារួចមកហើយវាមិនចេញឲ្យពាក្យ install មកទៀតទេប៉ុន្តែបើអ្នកទាំងអស់មិនទាន់ download វានឹងចេញពាក្យ want to install បាទខ្ញុំសូមចូលទៅ download ពី Play Store តែម្ដងបាទក្រោយពីយើងបាន install វាហើយវានឹងចេញទម្រង់បែបនេះបាទគឺ Free Store ហ្នឹងបាទខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបការ download ពី Play Store យើងចូលកម្មវិធី Play Store មកហើយយើងចូលកម្មវិធីដែលយើងចង់ download មកបាទតែខ្ញុំសូម
download កម្មវិធី Power and full version and local នេះសិនបាទរួចយើងអូមកក្រៅមកគឺមានពាក្យ share បាទអញ្ចឹង click លើ share ហ្នឹងមកបាទរួចយើងទៅរកកម្មវិធី Free Store បាទយើង share កម្មវិធីនេះទៅក្នុងកម្មវិធី Free Store យើង click លើកម្មវិធី Free Store មកវានឹង load ឲ្យយើង download តែម្ដងមិនចាំបាច់ចំណាយប្រាក់ទៅលើកម្មវិធីនេះបាទបាទវាបង្ហាញឲ្យយើង download ហើយគឺយើង click លើ internet ដើមដដែលបន្ទាប់មកវានឹងចេញកម្មវិធី internet ឲ្យយើង click លើម្ដងទៀតប៉ុន្តែម្ដងនេះវា download ឲ្យតែម្ដងបាទនេះបាទវាកំពុង download ហើយក្រោយពីយើងបាន download ពេញវានឹងប្រើប្រាស់បានតែម្ដងបាទនេះមិនចាំបាច់ចំណាយប្រាក់ទៅលើកម្មវិធី Free Play Store នោះទេបាទគឺយើង download កម្មវិធីពី Play Store ដែលគិតលុយបានដោយ free តែម្ដងបាទបន្ទាប់ពី download បានយើងត្រូវដំឡើងវាសិនព្រោះយើង download ក្នុងអ៊ីនធឺណិតបាទបាទបន្តិចទៀតវានឹងចេញឲ្យយើង install បាទនេះវាចេញឲ្យ install ហើយគឺ Power Amp full version and full version and locker ហ្នឹងបាទយើង click លើពី installបាទនេះយើង install វាបានហើយយើង click លើពាក្យ done មកបាទរួចយើងទៅបើកកម្មវិធី Free Store នេះឬកម្មវិធី Power Amp នេះបាទនេះឃើញទេ Power Amp គឺបាន download បានមកហើយគឺយើងមិនចាំបាច់ចំណាយប្រាក់ទៅលើកម្មវិធី Free Play Store នោះទេគឺយើងគ្រាន់តែមានកម្មវិធី Free Store ក៏យើងអាច download កម្មវិធីពី Play Store ឬកម្មវិធី Free Store នេះអាចជំនួសទៅលើ Mr. Card ឬ Card ATM បានប៉ុន្តែកម្មវិធី Free Store នេះយើងអាច download បានតែពីក្នុង Play Store តែប៉ុណ្ណោះវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីកម្មវិធីមួយទៀតដែលអាចឲ្យយើង download កម្មវិធីពី Play Store បានដោយ free ដែរបាទសូមអរគុណបាទអ្នកទាំងអស់គ្នាចង់ទស្សនាវីដេអូខ្លីៗស្ដីពីគន្លឹះល្អបន្ថែមអាចចូលទៅក្នុង YouTube រួចពាក្យវាយពាក្យថាទឿនដាលីបាទអ្នកទាំងអស់គ្នានឹងបានឃើញវីដេអូដែលខ្ញុំបានអាប់ឡូតទៅចូលទៅក្នុង YouTube ហើយបាទឬអ្នកទាំងអស់គ្នាអាចចូលទៅក្នុង blog sport របស់ខ្ញុំមិននឹងដដែលទេខ្ញុំក៏អាចបង្ហោះចូលទៅក្នុង blog sport របស់ខ្ញុំបានដែរបាទសូមអរគុណ